นี่บองប្អូនសម្រាប់បងប្អូនដែលដាំដំឡូងទៅអត់សូវបានផលនេះជាមូលហេតុដែលដំឡូងបងប្អូនអត់បានផលបាទឥឡូវខ្ញុំសូមបញ្ជាក់បងប្អូននេះគឺជាដំឡូងខ្ញុំផ្ទាល់ដែលខ្ញុំដាំនេះគឺខ្ញុំដាំចង់ពិសោធន៍ឲ្យបងប្អូនមើលផងដែរសម្រាប់វីដេអូកុំឲ្យបងប្អូនចេះតែថាខ្ញុំចេះតែនិយាយឥឡូវនេះគឺមើលដំឡូងនេះភ្លាមខ្ញុំអត់សូវសប្បាយចិត្តនៅក្នុងការអធិប្បាយទេផងអធិស្ឋានបងប្អូនសំឡេងរៀងខ្សោយបន្តិចនេះបងប្អូនឃើញទេដើមនេះគឺដើមចាស់ហើយបងប្អូនមើលទៅអាយុ40ថ្ងៃបាទនេះគឺមើមគឺមានតែ1 2ហើយពិបាកថែខ្លាំងមែនតើបងប្អូនទម្រាំតែឡើងបានប៉ុណ្ណេះណាបាទហើយបងប្អូនមើលទៅខ្ញុំកាយនេះវាអត់ដល់1ម៉ែត្រទេ2 4 6 8ចូល9ដើមប៉ុន្តែមើមដែលមើលចេញមកពេញភ្នែកបានត្រឹមតែ3មើមទេ3មើម4មើមទេ1 2 3 4បងប្អូនឃើញទេនេះគឺជាប្រភេទដើមចាស់បាទហើយអានេះផងដែរមិនមែនថាដាំពិសោធន៍ជូនបងប្អូនទេអន់ចិត្តតាំងពីដាំមែនតើបងប្អូនអន់ចិត្តតាំងពីដាំបងប្អូនឃើញអាយុ40ថ្ងៃនេះគឺខ្វះពូជអត់មានអញ្ចឹងយើងបខំចិត្តកាត់ដើមចាស់អញ្ចឹងតែម្ដងគឺឆ្នាំងនេះគឺចូលឆ្នាំងទី4ហើយបងប្អូនឆ្នាំងទី4ឆ្នាំងទី5ហើយអញ្ចឹងឆ្នាំងទី4ឆ្នាំងទី5នេះគឺវាអត់មាននេះទេបងប្អូនឃើញវាលាស់មកយឺតខ្លាំងមែនតើនេះឃើញទេវាលាស់យឺត40ថ្ងៃវាលាស់បានប៉ុណ្ណឹងហើយចំណែកខាងនោះវិញគឺប្រភេទដើមខ្ចីបងប្អូនឃើញខុសគ្នាខ្លាំងហ៎ខុសគ្នាខ្លាំងយកតែមែនតែវាចាំងថ្ងៃទីទៀតខ្ញុំនឹងកាត់វីដេអូនេះដាក់ជូនបងប្អូននៅកន្លែងដែលអត់ចាំងឲ្យបងប្អូនមើលតិចផងដែរហើយឥឡូវនេះខ្ញុំឲ្យមើលកន្លែងខាងនេះមកវិញមកបងប្អូនឃើញអត់គឺវាចាក់វាយ៉ាប់ខ្លាំងណាបងប្អូនបាទនេះបានត្រឹមតែប្រមាណមើលមិនទេខ្ញុំអត់ចង់កាយតទៅទៀតដោយសារតែខ្ញុំដឹងក្នុងចិត្តស្រាប់ហើយគឺវាបែបនេះអញ្ចឹងហើយបានបងប្អូនភាគច្រើនគាត់ដាំទៅអត់សូវបានផលដាំទៅចេះតែបានផលតិចគឺនេះគឺជាមូលហេតុធំខ្លាំងបំផុតសម្រាប់បងប្អូនដែលដាំទៅអត់បានផលដោយសារតែពេលដែលកាត់ទៅគឺដោយដើមចាស់បែបហ្នឹងអញ្ចឹងណាដោយដើមចាស់បែបហ្នឹងបងប្អូនដឹងតែហានិភ័យខ្ពស់តែម្ដងនេះខ្ញុំដាំបានប្រហែលជាខ្ទង់តែ1រៃជាងទេដើមចាស់នេះអញ្ចឹងគឺខ្ញុំមានការខកចិត្តហើយក៏ដឹងមុនផងដែរតែបើសម្រាប់បងប្អូនដែលដាំវិញគឺខកចិត្តធ្ងន់ធ្ងរហើយបើសិនជាដាំដើមចាស់បែបនេះច្រើនអញ្ចឹងយើងដាំគឺដាំដើមខ្ចីហើយឥឡូវនេះខ្ញុំនាំបងប្អូនទៅមើលប្រភេទដើមខ្ចីបាទឥឡូវមើលទាំងអស់គ្នានេះគឺជាប្រភេទដើមខ្ចីទាំងអស់ហើយសម្រាប់មួយដើមនេះវិញគឺប្រភេទដើមចាស់បងប្អូនឃើញទេដើមចាស់គឺអត់មានមើមទេបាទនេះគឺអត់មានមើមទេនឹងគឺដើមចាស់ហើយសម្រាប់នេះគឺដើមខ្ចីអញ្ចឹងខ្ញុំថតនេះគឺប្រហែលជា1ម៉ែត្របងប្អូនគឺខ្ញុំដាំបាន9ដើមអញ្ចឹងបើ9ដើមនេះអាយុពេញវាត្រូវនឹងមើមធំបងប្អូនគិតទៅក្នុងមួយដើមវាអាច2ទៅ3មើមអញ្ចឹងយើងគិតតាមមួយដើមកន្លះគីឡូបានហើយអញ្ចឹងបើសិន9ដើម10ដើមនេះគឺយើងអាចបាន5គីឡូក្នុង1ម៉ែត្រអញ្ចឹងបងប្អូនអាចមើលបាននេះគឺមើមជាក់ស្ដែងតែម្ដងបាទហើយនេះគឺជាផ្ទៃដីទាំងអស់សម្រាប់ខាងនេះគឺយើងដាំប្រភេទដើមខ្ចីល្អមែនទែនហើយសម្រាប់ខាងនោះគឺដំឡូងការ៉ុតវារៀងអាកាលហ្នឹងដើមចាស់អញ្ចឹងទៅវាអត់សូវរៀងលូតខ្លាំងដូចខាងនេះទេប៉ុន្តែសម្រាប់ខាងដែលងាប់នេះគឺប៉ាខ្ញុំគាត់បាញ់ថ្នាំអាឆេះបាញ់ត្រូវយើងដាំបែបអញ្ចឹងបងប្អូនឃើញទេវាយើងដាំបាញ់ថ្នាំការពារអាស្មៅថ្នាំអាឆេះហ៎អញ្ចឹងទៅវារៀងងាប់ខ្លះចឹងកន្លែងអត់ងាប់គឺល្អខ្លាំងតែកន្លែងងាប់ខ្លះនោះគឺនិយាយច្រើនដែរបងប្អូនចូល10%ដែរហ្នឹងក្នុងដីទាំងអស់នេះបាទអញ្ចឹងបើសិនជាបងប្អូនចង់ដាំអាចតាក់ទងមកខ្ញុំបានបាទអរគុណជម្រាបលា